សូមជូនកម្មវិធីកែដំណែលចម្រៀងខ្មែរសូមជូនកម្មវិធីកែដំណែលចម្រៀងខ្មែរចាសសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាលោកយាយលោកតាលោកពូអ្នកមីងបងប្អូនប្រុសស្រីទាំងអស់ដែលកំពុងបើកស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុភ្នំក្រាំងដីមាកម្រិត 92.3 MHz ខេត្តកំពង់ឆ្នាំងជាទីគោរពនិងជាទីនឹករលឹកចា៎នាងខ្ញុំសុចិន្តារួមជាមួយលោកតារាច័ន្ទបានវិលមកជួបបងប្អូនជាថ្មីម្ដងទៀតហើយនៅក្នុងរាត្រីថ្ងៃអាទិត្យនេះចាស់ចាប់ពីពេលវេលាអាត្មានេះរហូតដល់ម៉ោង 8 យប់នៅក្នុងកម្មវិធីកេរដំណែលចម្រៀងខ្មែរចាស់ដែលយើងខ្ញុំទាំងពីរនាក់តែងតែធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់អ្នកចម្រៀងក៏ដូចជាតារាភាពយន្តកវីអ្នកនិពន្ធចាស់កាលពីទសវត្សរ៍ឆ្នាំ 1960 និងឆ្នាំ 1970 ចាស់យកមកជម្រាបជូនលោកអ្នកនាងស្ដាប់ដោយអមជាមួយនឹងបទចម្រៀងព្រោះដែលជាស្នាដៃរបស់ពួកគាត់ផងដែរចាវត្តមានយើងខ្ញុំទាំងពីរនាក់តែងតែពំនាំមកនៅអារម្មណ៍លំដងលំលយសម្រាប់លោកអ្នកដែលធ្វើឲ្យនឹកឃើញតាំងពីអតីតកាលចាជាពិសេសគឺបងប្អូនដែលគាត់មានវ័យចំណាស់គាត់ប្រកាសជារលឹកនឹកឃើញអំពីពួកគាត់ទាំងអស់នោះហើយជាពិសេសក៏ទទួលអារម្មណ៍ដែរដងជាមួយនឹងបទចម្រៀងដែលនៅតែមានអត្ថន័យមិនចេះសាបរលាបហើយពេញនិយមសម្រាប់កូនខ្មែររហូតមកដល់ជំនាន់នេះបាទខ្ញុំបាទសូមជម្រាបសួរលោកតាលោកយាយពុកម៉ែបងប្អូនប្រិមិត្តដែលកំពុងបើកស្ដាប់ការផ្សាយរបស់វិទ្យុភ្នំក្រាំងដីមាសកម្រិត 92.3 MHz ជាទីគោរពនិងជាទីមេត្រីបាទហើយសង្ឃឹមថាលោកតាលោកយាយពុកម៉ែបងប្អូននៅក្នុងរាត្រីនេះមានសេចក្តីសុខនិងភាពសប្បាយរីករាយនៅតាមក្រុមគ្រួសារគ្រប់គ្នាជាជាមិនខានបាទហើយងាកមកដៃគូវិញបាទសុខទុក្ខយ៉ាងម៉េចដែរចាស់នាងខ្ញុំសុខសប្បាយធម្មតាទេអរគុណច្រើនហើយចុះលោកតារាច័ន្ទវិញយ៉ាងម៉េចដែរបាទខ្ញុំបាទសុខទុក្ខធម្មតាទេចាទទួលទានអាហារពេលរាត្រីហើយនៅបាទរួចរាល់ហើយបានម្ហូបអីដែរម្ហូបច្រើនមុខមានចៀនផងមានស្ងោរផងតែធម្មតាចៀនពេលល្ងាចហ្នឹងមានអីកាពីសុទ្ធអញ្ចឹងពេញចិត្តទេបាទពេញចិត្តតាហើយណានាងវិញបាទនាងខ្ញុំក៏រួចរាល់ហើយដែរអញ្ចឹងទៅទើបមានកម្លាំងធ្វើកម្មវិធីចាស់នៅក្នុងរាត្រីដ៏សែនមនោរម្យនេះគឺយើងខ្ញុំទាំងពីរនាក់លើកយកអំពីប្រវត្តិរបស់តារាភាពយន្តឈ្មោះថាវីរៈតារាចាស់យកមកជម្រាបជូនលោកអ្នកនាងស្ដាប់តើប្រវត្តិទូទៅរបស់អ្នកស្រីវីរៈតារានោះយ៉ាងណាខ្លះចានាងខ្ញុំសូមអភ័យទោសផងដែរពីសំណាក់បងប្អូននិយមគាំទ្រស្ដាប់នៅកម្មវិធីកេរដំណែលចម្រៀងខ្មែររបស់វិទ្យុភ្នំក្រាំងដីមាសទាំងអស់ដោយសារតែប្រវត្តិរបស់តារាភាពយន្តកាលពីអតីតកាលឬក៏អ្នកចម្រៀងអ្នកកវីនិពន្ធតន្ត្រីករកាលពីសម័យទសវត្សរ៍60ទី70ហ្នឹងភាគច្រើនមិនមានលំអិតចូលលោកអ្នកទេមួយចំនួនដោយសារតែគាត់បានស្លាប់បាត់បង់ជីវិតទៅដូច្នេះបងប្អូនរបស់គាត់ក៏មិនដឹងថារស់នៅទីណាដូច្នេះការស្រាវជ្រាវស៊ើបសួរចងក្រងជាប្រវត្តិរបស់ពួកគាត់គឺមានការវិបាកចាស់ដូច្នេះហើយមានប្រវត្តិរបស់ពួកគាត់មួយចំនួនគឺសង្ខេបជូនខ្លីៗទៅតាមឯកសារដែលយើងខ្ញុំទាំងពីរអ្នកមានចាស់បាទមុននឹងធ្វើការអធិប្បាយអំពីប្រវត្តិរបស់តារាភាពយន្តដែលមានឈ្មោះថាវីរៈតារាកម្មវិធីកេរដំណែលចម្រៀងខ្មែរសូមអនុញ្ញាតរៀបចំជូនបទចម្រៀងបាទសម្រាប់ឲ្យប្រិយមិត្តលោកតាលោកយាយពុកម៉ែបងប្អូនបានរីករាយកម្សាន្តជាមុនសិនដែលបទនេះមានចំណងជើងថាចន្ទ្រីរះហើយ
ដែលជាការបកស្រាយដោយអត្រិសម្លេងមាសស៊ីនស៊ីសមុទ្របាទដូច្នេះសូមគោរពអញ្ជើញលោកយាយលោកតាពុកម៉ែបងប្អូនមករីករាយកម្សាន្តជាមួយនឹងបទចម្រៀងនេះដោយរីករាយឡើងមើលមេឃក្នុងពេលរាត្រីដួងព្រះច័ន្ទទៅព្រះថ្មីព្រះស្នេហ៍គួរចាំចិនចេតនាចន្ទ្រារហើយចន្ទ្រារហើយមិនបងអងឡើយនាំគ្នាកយគុណចន្ទ្រាចង់បានច័ន្ទស្រស់ស្រទន់អូព្រះច័ន្ទតាវាសនាបានទៅលើអ្នកណាចន្ទ្រារថ្មីចន្ទ្រារថ្មីដឹងដែរឬអីរឿងក្តីស្នេហារាល់ថ្ងៃមនុស្សលោកទុំសោកខ្លោចផ្សារងប្រាថ្នាចង់បានចន្ទថ្លាជាគូគាកាយច័ន្ទអើយច័ន្ទលោវៃម្ល៉េះទ្រូងស្ទើរព្រះធ្លាយអីលើហើយលួងស្រឡាញ់ច័ន្ទមិនដឹងឡើយអូព្រះច័ន្ទអើយយល់ចិនខ្ញុំផងខ្ញុំសូមអង្វរខ្ញុំសូមអង្វរសូមព្រះច័ន្ទល្អគុំចរំលងគុំបំភ្លេចខ្ញុំដែលខំបំណងគេងគិតផ្សងថាផ្ញើកំរងវាសនានឹងច័ន្ទសូមអង្វរខ្ញុំសូមអង្វរសូមព្រះច័ន្ទល្អគុំចរំលងគុំបំភ្លេចខ្ញុំដែលខំបំណងគេងគិតផ្សងថាផ្ញើកំរងវាសនានឹងច័ន្ទចន្ទ្រារហើយអូព្រះច័ន្ទអើយតារាំងក្នុងចិននាងណាទាំងឡាយចិត្តឆ្ងាយជាពីស្នេហាសូមគេងឲ្យបានក្រុមអាត្មាចា៎លោកស្រីអ្នកនាងកញ្ញាមិនដែលស្ដាប់ជាទីគោរពនិងជាទីរាប់អានចា៎នេះគឺជាកម្មវិធីគេដំណើរចម្រៀងខ្មែរដែលបាញ់មិញលោកអ្នកទើបតែបានស្ដាប់នៅបទចម្រៀងដ៏ពិរោះរណ្ដំមួយបទចា៎ផ្សាយចេញពីវិទ្យុភ្នំក្រាំងដីមាសកម្រិត 92.3 MHz ខេត្តកំពង់ឆ្នាំងចា៎ដើម្បីកុំឲ្យខាតពេលវេលាដែលកំពុងតែធ្វើដំណើរទៅមុខមិនឈប់ឈរចា៎នាងខ្ញុំសុចិន្តារួមជាមួយលោកតារាច័ន្ទសូមធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់តារាភាពយន្តជើងចាស់មួយរូបគឺអ្នកស្រីវីរៈតារាចង់ដឹងថាតើអ្នកស្រីមានកំណើតកើតជានៅទីណាខ្លះតើអ្នកស្រីបានសាងស្នាដៃអីខ្លះនៅក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជាដូច្នេះសូមតាមដានស្ដាប់ទាំងអស់គ្នាដូចតទៅចន្ទ្រីភ្ងវែនបំតែរូបតែច្រើនប្រឡងអូនចាំមិនភ្លេចទីដៃបងប្រាប់អូនចាំជានិច្ចតាមការរៀងរីត្រង់ជីវប្រវត្តិរបស់តារាភាពយន្តវីរៈតារាបាត់បងចឹងសោតអូនព្រួយម្លែទេ
អ្នកស្រីវីរៈតារាគឺជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពកាលពីអំឡុងទសវត្សរ៍ទី60និងទី70ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចនៅទេពកោសល្យសម្ដែងដ៏ស័ក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះអ្នកស្រីមានឈ្មោះដើមថាកឹមហៀកកើតនៅឆ្នាំ1947នៅឯទីរួមខេត្តកំពតឪពុកអ្នកស្រីមានឈ្មោះកុកយិនអតីតជាអ្នកបើកបររថយន្តពេទ្យឯម្ដាយអ្នកស្រីឈ្មោះសេញុងជាមេផ្ទះអ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលីប៊ុនយីមនៅឆ្នាំ1964គឺជាឆ្នាំមុនពេលដែលអ្នកស្រីចូលប្រឡូកក្នុងវិស័យសិល្បៈហើយមានបុត្រ5នាក់សុទ្ធតែប្រុសនៅក្នុងរបបខ្មែរក្រហមអ្នកស្រីនិងស្វាមីត្រូវបានជន្លៀសទៅរស់នៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតបានរយៈពេល5ខែក៏លួចរត់ចេញទៅខេត្តហាទៀងប្រទេសវៀតណាមហើយឆ្លងចូលទៅប្រទេសឡាវរហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ1976អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោកលីប៊ុនយីមនៅឆ្នាំ1986សពថ្ងៃអ្នកស្រីកំពុងរស់នៅឯប្រទេសបារាំងណែអើយស្នេហ៍បានជួបចិត្តស្នេហ៍នេះគឺស្នេហ៍ស្និទ្ធស្នេហ៍នេះเป็นជាស្នេហ៍ទាំងក្តីចានធ្លាមកហើយអូនហើយមករីករាយស្គាយណែបនឹងហារតីចានថ្លៃនៅក្នុងហាត់ខាបើចានព្រមចាមេចាហើយចានតបកាន់តែប្របងអាយក៏ព្រួយឡើយណាអនបជីណាតែបងមករូបផងថាដូចជាយ៉ាងណាក៏អននៅតែស្នេហ៍បងលោកជ្រៃដួងចិត្តជីវិតស្នេហ៍អើយជួយចាំចំឡាយទៀងពេជ្រសងរៀមស្មងនឹងអូនគ្មានថ្ងៃកន្លងជាក្រោយសូមផងជួបទៀតនឹងស្រីស្នេហ៍អើយស្នេហ៍បានជួបចិត្តស្នេហ៍នេះគឺស្នេហ៍ក្លិនស្នេហ៍នេះមិនជាស្នេហ៍ទាំងក្តីនាងគឺវាសនាឲ្យបងបានជួបនឹងស្រីយើងរួមស្នេហ៍ថ្មីរួបរនៃពីផងដួងចិត្តជីវិតស្នេហ៍អើយជួយចាំចំឡាយទៀងពេជ្រសរៀមស្មងនឹងអូនគ្មានថ្ងៃកន្លងពីក្រោយសូមផងជួបទៀតនឹងស្រីស្នេហ៍អើយស្នេហ៍បានជួបចិត្តនា
ពិតសិល្បៈនិងស្នាដៃរបស់តារាភាពយន្តវីរៈតារាចុះកាវៃនរីក្នុងសួននេះថាមលិះក្តាំងងារដូចជាមិនត្រូវល្អទាំងសំផងខ្លែបលិនក្រអៅរីករះក្បែរផ្លូវរំសាយកែសាអ្នកស្រីវីរៈតារាបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ1965ក្នុងវ័យ18ឆ្នាំតាមរយៈការជួយជ្រោមជ្រែងរបស់លោកលីប៊ុនជីមចាងវាងផលិតកម្មរន្ទះពេជ្រភាពយន្តដែលត្រូវជាស្វាមីរបស់អ្នកស្រីតួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់សំអឿននិងលោកណុកណែមអ្នកស្រីបានសម្ដែងភាពយន្តឲ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ10រឿងជាអាចរួមមានរឿងសព្វសិទ្ធថតនៅឆ្នាំ1965រឿងពុទ្ធសែននាងកង្រីថតនៅឆ្នាំ1967រឿងអាទិត្យសវណ្ណច័ន្ទកេសរថតឆ្នាំ1969រឿងសំគមបាញ់លលកថតឆ្នាំ1970រឿងអនអើយស្រីអនថតនៅឆ្នាំ1972រឿងចំណងដៃទឹកភ្នែកថតនៅឆ្នាំ1974រឿងឯណាប្រពន្ធខ្ញុំថតនៅឆ្នាំ1975រឿងភ្នំពោកូនរឿងសេះសមុទ្រមិនទាន់បានបញ្ចាំងទេបងប្រាថ្នាតែកលយាទោះបីផ្សៃប្រានក៏បងមិនស្ដាយកុំសំខឹមថ្មីណាប្រឆាំឆាយស្នេហ៍បងពិតជាពុំបាយហើយណាលោកស្រីអ្នកនាងកញ្ញាមនស្ដាប់ជាទីគោរពនិងជាទីរាប់អានចាស់ប្រវត្តិរបស់អ្នកស្រីវីរៈតារាដែលជាអតីតតារាភាពយន្តកម្ពុជាកាលពីសម័យទសវត្សរ៍ទី60និងទី70គឺសង្ខេបជូនត្រឹមតែប៉ុណ្ណឹងឯងចាស់មិនមានឯកសារណាបញ្ជាក់ថាតើអ្នកស្រីមានបុត្រប៉ុន្មាននាក់តើជីវិតស្នេហារបស់អ្នកស្រីយ៉ាងម៉េចខ្លះការឈានជើងចូលវិស័យសិល្បៈនោះតើធ្វើដំណើរទៅដោយរបៀបណាគឺអត់មានទាំងអស់ចាយើងខ្ញុំទាំងពីរអ្នកសង្ឃឹមថាថ្ងៃណាមួយនឹងអាចប្រមូលនឹងឯកសារគ្រប់គ្រាន់ដើម្បីធ្វើការអត្ថាធិប្បាយជូនលោកអ្នកនាងស្ដាប់បានលម្អិតអំពីអ្នកស្រីចាបើជាបន្តទៅទៀតនេះខ្ញុំបាទសូមអនុញ្ញាតរៀបចំជូនបទចម្រៀងដើម្បីចែកជូនដល់លោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានរីករាយកម្សាន្តដែលបទនេះមានចំណងជើងថាអាទិត្យវង្សាស៊ីសូរិយាវង្សដែលជាបទចម្រៀងដកស្រង់ចេញពីរឿងអាទិត្យវង្សាស៊ីសូរិយាវង្សដូច្នេះចង់ដឹងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណានោះសូមគោរពអញ្ជើញលោកយាយលោកតាពុកម៉ែបងប្អូនមករីករាយកម្សាន្តជាមួយនឹងបទចម្រៀងនេះដូចតទៅចាស់បងអាទិត្យវង្សាចាស់បងអាទិត្យវង្សាពេលបង្គំពីសូរិយាវង្សសូមទ្រុងទ្រូងសូមទ្រុងទ្រូងថ្វាយមកកែវភ្នំមាសរំទះលោហិតព្រាយដាដួងចិត្តសម្រិតថែមទ្រូងទ្រូងយកការចិត្តបានស្នេហ៍ថាចាំត្រូវស្ដាំជីវិតผู้ទ្រូងត្រៃលោកងងឹតចំពោះគិតលើអង្គព្រះចេតា
លៀងបាបមិនណាស់លឹកក្រាបខ្លាយមាសផងថាស្នេហ៍ពីអរ៉ាកំហំដួងចិត្តបិទវាវាសនាព្រៀងលៀនចំអឲ្យថាទុយាឆ្ងាយដីគ្មានថ្ងៃចិត្តគ្នាគ្រួសារទាំងអងដែលរស់ក្នុងលោកមានជ័យបងជោគម្នាក់សាច់ម្នាក់សោករករឿងទ្រាំទ្រីយ៉ាងហ៊ានយ៉ាងបងពេលវាផាលីក៏ឈាមនៅក្នុងដូចជាមិនព្រមយ៉ាងនេះមិនជារឿងក្លិនស្រីបងស្រោព្រាស្រាពីមានមិនគួរទៀតបានមិនគួរកល្យានរិញច្រានលោកីទ្រង់រៀនទ្រង់អូនលើកណាយជាតិថ្មីជាតិនេះអត្រិយទូកកោតអវិជ័យប្រឡាយរឿងយើងួងអំមរិនអតិថិសាខ្ញុំសូមស្លៀមនុស្សសនទាំងឡាយចិត្តឆ្ងាយជាទីស្នេហាសូមគេងឲ្យបានគ្រប់ចាស់លោកស្រីអ្នកនាងកញ្ញាប្រិមត្តស្ដាប់ជាទីគោរពនិងជាទីរាប់អានលោកអ្នកកំពុងស្ដាប់កម្មវិធីគេដំណើរចម្រៀងខ្មែរផ្សាយចេញពីវិទ្យុភ្នំក្រាំងដីមាសកម្រិត 92.3 MHz ខេត្តកំពង់ឆ្នាំងចានៅក្នុងវគ្គទី1នៃកម្មវិធីអំបញ្ញមិញនេះគឺលោកអ្នកនាងបានស្ដាប់នាងខ្ញុំសុចិន្តារួមជាមួយលោកតារាច័ន្ទអត្ថាធិប្បាយអំពីប្រវត្តិតារាភាពយន្តចាស់គឺអ្នកស្រីវីរៈតារាដែលការប៉ັດអ្នកស្រីនៅមានជីវិតរស់រាននៅឡើយគឺកំពុងតែរស់នៅប្រទេសបារាំងឯណោះចាស់ឲ្យប្រវត្តិអ្នកស្រីមិនមានអ្នកដឹងឲ្យបានវែងឆ្ងាយលម្អិតទេដោយសារតែអ្នកស្រីនៅឆ្ងាយដូច្នេះអ្នកចងក្រងឯកសារអំពីប្រវត្តិអតីតតារាភាពយន្តឬក៏សិល្បករអ្នកចម្រៀងតន្ត្រីករកវីអ្នកនិពន្ធមួយចំនួនកាលពីសម័យទសវត្សរ៍ឆ្នាំ60 70ហ្នឹងភាគច្រើនអត់បានដឹងលម្អិតថាតើប្រវត្តិរបស់លោកយ៉ាងណាខ្លះជីវិតអាពាហ៍ពិពាហ៍ឬក៏ស្នាដៃផ្សេងៗរបស់លោកភាគច្រើនមានប្រមាណឲ្យច្បាស់លាស់នោះគឺអត់ដឹងប្រកាសនោះទេអញ្ចឹងចាដូច្នេះយើងខ្ញុំទាំងពីរអ្នកក៏សូមអភ័យទោសពីសំណាក់អ្នកនិយមគ្រប់គ្រងតាមដានស្ដាប់ជាមួយនឹងកម្មវិធីគេដំណើរចម្រៀងខ្មែរដែរចាហើយជាបន្តនេះគឺយើងខ្ញុំតាំងពីអ្នកនឹងធ្វើអត្ថាធិប្បាយអំពីតារាភាពយន្តមួយរូបទៀតហើយគឺលោកណុបណែមដែលជាអតីតតារាភាពយន្តហើយអត់ទាន់ដឹងថាតើលោកនៅមានជីវិតរស់នៅឡើយឬក៏យ៉ាងណានោះទេអញ្ចឹងសូមលោកស្រីអ្នកនាងកញ្ញាលោកយាយលោកតាតាមដានស្ដាប់យើងខ្ញុំតាំងពីអ្នកអត្ថាធិប្បាយជូនទាំងស្រុងដូចតទៅអូលួងតារាណាយលេចឡើយមិនរះជាជាភ្លឺថ្លាស្រឡាអូនរះនៅទីណានេត្រាកយគុណបងលឹងព្រៀមរំពឹងតែរូបតារាជួនចិនបានស្បាយសុខជីវប្រវត្តិសង្ខេបរបស់លោកណុបណែមក្តី
សៅមកចិនមកហើយឆ្លងតាមនំជាលេស្វែងរកចរណាយឡាប់ឡាយមកដែលเป็นអរ៉ាអដួងតារាលោកណុកណែមជាអតីតតារាភាពយន្តជើងចាស់ពោពេញដោយបទពិសោធន៍និងមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី60និងដើមទសវត្សរ៍ទី70លោកកើតក្នុងឆ្នាំ1936នៅភូមិស្រែខ្វាវឃុំជើងទងស្រុកត្រាំកក់ខេត្តតាកែវលោកមានបងប្អូនបង្កើតសរុប8នាក់ក្នុងនោះប្រុស5នាក់ស្រី3នាក់ចំណែកឯភរិយារបស់គាត់គឺអ្នកស្រីគឹមណូវ៉ាដែលជាតារាភាពយន្តរួមជំនាន់ដែលមានរូបសម្ផស្សស្រស់សោភានិងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈភាពយន្តដែរជាអកុសលលោកបានលាចាកលោកនៅក្នុងជំនាន់ប៉ុលពតគួរជាទីសោកស្ដាយ
ជីវិតសិល្បៈនិងស្នាដៃរបស់លោកនប់ណែមដួងច័ន្ទដួងជីវិតបងដួងច័ន្ទរៀមពងបំណងស្នេហ៍ស្រីតែច័ន្ទនឹកពូមកនិស័យបានតែស្រមៃដៃឈោងមិនដល់ពួងរាប់ម៉ឺនយោយខំគួយប្រាថ្នាលោកនប់ណែមបានចូលប្រឡូកសិល្បៈភាពយន្តតាំងពីឆ្នាំ1960មកម្លេះតាមរយៈខ្សែភាពយន្តដំបូងគឺរឿងការពារព្រហ្មចារីស្រីទុរគតរបស់ផលិតកម្មនិពន្ធភាពយន្តរបស់លោកស៊ុនប៊ុនលីក្រោយមកលោកបានបន្តសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជាផលិតកម្មវ៉ាន់ច័ន្ទភាពយន្តរបស់អ្នកស្រីវ៉ាន់ច័ន្ទផលិតកម្មអន្តរទេវីភាពយន្តរបស់លោកប៊ីវឆៃលៀងផលិតកម្មរាជសីភាពយន្តផលិតកម្មសូរិយាភាពយន្តផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោកលីប៊ុនជីមផលិតកម្មសវណ្ណគិរីភាពយន្តរបស់លោកហ៊ុយកឹងផលិតកម្មប្រាសាទមាសភាពយន្តរបស់លោកសារ៉ាវុធផលិតកម្មកងចក្រភាពយន្តរបស់លោកអួងគុណធន់ផលិតកម្មវិមានរដ្ឋភាពយន្តរបស់លោកឈួនឆៃផលិតកម្មបាក់សីឋានសួគ៌ភាពយន្តរបស់លោកអ៊ីវងហែមជាដើមតួឯកស្រីដែលលោកធ្លាប់សម្ដែងជាមួយមានដូចជាអ្នកស្រីឌីសាវ៉េតអ្នកស្រីសាក់ស៊ីស្បោងអ្នកស្រីកៅមុនថាអ្នកស្រីគឹមណូវ៉ាអ្នកស្រីវិរៈតារាអ្នកស្រីទិតវិចារាដានីលោកនប់ណែមមិនត្រឹមតែធ្លាប់សម្ដែងខ្សែភាពយន្តនៅក្នុងស្រុកប៉ុណ្ណោះទេតែលោកថែមទាំងបានចេញទៅថតភាពយន្តជាលក្ខណៈអន្តរជាតិតាមបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតផងខ្សែភាពយន្តដែលលោកបានចូលរួមសម្ដែងមានប្រមាណ72រឿងរួមមានរឿងការពារព្រហ្មចារីស្រីទុរគតថតនៅឆ្នាំ1960រឿងខ្មែរសាមគ្គីនារីកំសត់ថតនៅឆ្នាំ1961រឿងកុំភ្លេចគុណម្ដាយកំណាយប្រពន្ធស្មោះត្រង់ឆ្នាំ1962រឿងក្រញាំបិសាចថតនៅឆ្នាំ1962រឿងបុប្ផាទល់ដែនថតនៅឆ្នាំ1963រឿងប្រហែលដួងចិត្តថតនៅឆ្នាំ1963រឿងចម្ប៉ាបាត់ដំបងរឿងចិត្តម្ដាយរឿងកញ្ញាកូនភ្លោះថតនៅឆ្នាំ1963រឿងភរិយា2ថតនៅឆ្នាំ1963រឿងភ្លើងជីវិតថតឆ្នាំ1963រឿងវាសនាបុប្ផាស្ក្រុងកែបថតនៅឆ្នាំ1963រឿងជាតិនេះខ្ញុំមានកម្មថតឆ្នាំ1964រឿងលាហើយដួងតារាថតឆ្នាំ1964រឿងនរណាប្តីអូនថតឆ្នាំ1964រឿងពូជមួយត្រួយពីរថតឆ្នាំ1964រឿងប្រាសាទនាងខ្មៅថតឆ្នាំ1964រឿងព្រះគោព្រះកែវថតឆ្នាំ1964រឿងសង្សារឧត្តមដួងចិត្តថតឆ្នាំ1964រឿងលោហិតវាសនាថតឆ្នាំ1967រឿងអ្នកតាឃ្លាំងមឿងថតឆ្នាំ1967រឿងពិជ័យវង្សាថតឆ្នាំ1967រឿងពុទ្ធសែននាងកងរៃថតឆ្នាំ1967រឿងស្អប់ចំពុកលឺថតឆ្នាំ1967រឿងវាសនាអកុសលថតឆ្នាំ1967រឿងអន្តៈជីវិតថតឆ្នាំ1968រឿងអាទិត្យវង្សាស៊ីសូរិយាវង្សថតឆ្នាំ1968រឿងសំលេងខ្លែងឯកថតឆ្នាំ1968រឿងបំណុលជីវិត
ថតឆ្នាំ1969និងរួមមានរឿងជាច្រើនទៀតដែលលោកបានថតហើយរឿងខ្លះបានចាក់បញ្ចាំងចប់ឯរឿងខ្លះទៀតក៏មិនទាន់បានបញ្ចាំងដូចជារឿងខ្លឹមច័ន្ទស្រណោះនិងរឿងផ្កាយព្រះអង្គារគឺជារឿងដែលបានថតចប់ប៉ុន្តែមិនទាន់មានការបញ្ចាំងនិយាយរួមលោកថតបានប្រមាណជា72រឿង ចាស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានប្រវត្តិរបស់លោកណុកណែមដែលជាអតីតតារាភាពយន្តកាលពីសម័យទសវត្សរ៍ឆ្នាំទី60និងទី70គឺមានត្រឹមតែប៉ុណ្ណឹងដោយសារតែក្រុមការងារស្រាវជ្រាវអត្ថបទលោកគឺមិនអាចស្វែងរកអត្ថបទឲ្យបានលម្អិតច្រើនលើសពីនេះទៀតចាស់ហើយលោកក៏បានបាត់បង់ជីវិតកាលពីសម័យប៉ុលពតដែរដោយលោកបានបន្សល់ទុកនៅស្នាដៃថតរឿងប្រមាណជា72រឿងចាស់ហើយភរិយារបស់លោកគឺអ្នកស្រីគីមណូវ៉ាគាត់ក៏ជាអតីតតារាភាពយន្តដ៏ល្បីល្បាញមួយរូបរួមជំនាន់ជាមួយលោកផងដែរ
លោកស្រីនាងកញ្ញាប្រិមត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីដោយសារតែពេលវេលានៃកម្មវិធីគេដំណើរចម្រៀងខ្មែរនៅក្នុងរាត្រីនេះបាទគេនឹងដោះទីបញ្ចប់ទៅហើយនោះយើងខ្ញុំសូមផ្អាកការថាធិប្បាយអំពីប្រវត្តិរបស់តារាភាពយន្តរបស់យើងនៅក្នុងរាត្រីនេះត្រឹមតែប៉ុណ្ណេះបាទហើយរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាពីសំណាក់យើងខ្ញុំក្នុងការថាធិប្បាយឬក៏សន្ទនាឬដោយប្រការណាសូមអធិស្ឋានខន្តីអភ័យទោសពីប្រិមិត្តផងសូមជូនពរលោកអ្នកឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនជាពិសេសនៅក្នុងរាត្រីនេះលងលក់នៅក្នុងដំណេកស្កប់ស្កល់គ្រប់ក្រុមគ្រួសារសន្យាវិលមកជួបគ្នានៅថ្ងៃស្អែកបាទតាមពេលវេលានៅម៉ោងដដែលបាទសម្រាប់ពេលនេះខ្ញុំបាទតារាច័ន្ទរួមជាមួយនឹងអ្នកនាងចិន្តាសូមអរគុណសូមគោរពលារាត្រីសួស្តីភ្លឺច្បាស់ត្រចង់